លោកវិរៈសនី IQ សុងច័ន្ទសុធាដែលជាអនុប្រធានក្រុមជំនួយកិច្ចការទេសន្តប្រវេសន៍ត្រូវបានក្រសួងមហាផ្ទៃដាក់សំណើកាត់បន្ថយឋានន្តរស័ក្តិពីស័ក្តិ5មកត្រឹមស័ក្តិ4កន្លះនេះបើយោងទៅតាមសារសម្លេងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូចសុខៈនៅថ្ងៃទី29ខែមេសាឆ្នាំ2026នេះទន្ទឹមនឹងការអនុវត្តវិន័យនេះលោកខៀវសុងច័ន្ទសុធាក្រសួងមហាផ្ទៃតម្រូវឲ្យត្រួតពិនិត្យរកសារធាតុញៀននៅក្នុងទឹកនោមជាលទ្ធផលបង្ហាញថាអវិជ្ជមាននេះគឺជារឿងរ៉ាវកើតឡើងនៅក្នុងប្រទេសកម្ពុជារបស់យើងដោយមន្ត្រីជាអ្នកពាក់ស័ក្តិ5នាក់ហ្នឹងបានប្រព្រឹត្តអំពើគឺខុសវិន័យក្រមសីលធម៌ក៏ដូចជាវិន័យនៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃហើយនៅក្នុងនោះក្រសួងមហាផ្ទៃក៏បានហៅមកអប់រំនិងធ្វើការណែនាំរួចហើយឲ្យតេស្តទឹកនោមរកសារធាតុញៀនដោយសារតែបុគ្គលខាងលើនេះគឺគាត់បានជក់វេបក៏ដូចជាបារីអេឡិចត្រូនិកបណ្ដាលឲ្យប៉ះពាល់ទៅដល់ក្របខ័ណ្ឌក្រសួងមហាផ្ទៃខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងទេបងប្អូនដឹងហើយថាវិន័យរបស់ក្រសួងមហាផ្ទៃគឺតឹងរឹងខ្លាំងមែនទែននគរបាលដែលជក់បារីអេឡិចត្រូនិកក៏ដូចជាជក់គ្រឿងញៀនហ្នឹងគឺត្រូវបានហាមឃាត់បើសិនជារកឃើញថាជក់គ្រឿងញៀនទៀតមន្ត្រីរូបនេះនឹងទទួលវិន័យប្រហែលជាអាចនឹងបញ្ចប់ពីក្របខ័ណ្ឌរដ្ឋាភិបាលប៉ុន្តែឥឡូវនេះគឺការតេស្តទឹកនោមគឺចេញលទ្ធផលហើយដោយសារតែគាត់នឹងមិនបានជក់គ្រឿងញៀននោះទេគឺគាត់បានជក់ត្រឹមតែបារីអេឡិចត្រូនិកតែប៉ុណ្ណោះអញ្ចឹងទេគាត់មិនបានជាប់ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនទេបងប្អូនទាំងអស់គ្នាអញ្ចឹងទេនេះគឺជាសារដាស់តឿនទៅដល់មន្ត្រីចំនួនក្រោយៗក៏ដូចជាមន្ត្រីមួយចំនួនដែលគាត់ប្រព្រឹត្តអំពើខុសច្បាប់និងវិន័យសូមបញ្ឈប់ជាបន្ទាន់បើមិនបញ្ឈប់ទេក្រសួងមហាផ្ទៃនឹងធ្វើការទៅតាមផ្លូវច្បាប់ឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងទេបងប្អូនក្រោយៗកុំប្រព្រឹត្តដូចជាមន្ត្រីចាស់ៗសូមអរគុណ